Hello សួស្តីបងអូនទាំងអស់គ្នាដែលកំពុងតែរងចាំមើលទស្សនានៅក្នុង page គូសាលាទាំងអស់អ្នកគ្នាហើយឥឡូវហ្នឹងណាឃើញថា page របស់យើងដូររឿង3រឿងអ្នកគ្នាអ្នកគ្នាខ្ញុំដឹងតែអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ហើយថាមិនបានម្ដងផុសរឿងនេះម្ដងផុសរឿងនោះអញ្ចឹងតាមពិតទៅវាសិតតែមានហេតុផលនៅពីក្រោយនេះដោយសារអញ្ចឹងរឿងអីគេរឿងដំបងរឿងអីគេនំស្នេហ៍ប្រពន្ធគេហ៎អាហ្នឹងដោយសារតែមានការរវល់ទៅបានពួកយើងផ្អាកថតអញ្ចឹងណាអ្នកគ្នាហើយក៏ដូរទៅថតរឿងនាងបាបរឿងបុរាណអ្នកគ្នាហើយផុតទៅបាន2ភាគ3ភាគសោះក៏ដូរទៅថតរឿងថ្មីអ្នកគ្នាដោយសារតែតួរបស់យើង2នាក់គឺចន្ទ្រាហើយនឹងអីនួនហ្នឹងគឺគាត់ចប់ប្រឡងតែអ្នកគ្នាចំនួន2ថ្ងៃ3ថ្ងៃអ្នកគ្នាអញ្ចឹងទៅគឺយើងផ្អាកថតរឿងហ្នឹងដោយសារតែគាត់តួសំខាន់អញ្ចឹងនៅក្នុងរឿងហ្នឹងអត់តួគាត់គឺខកកើតតែអ្នកគ្នាអញ្ចឹងយើងក៏ដូរសាច់រឿងទៅថតរឿងថ្មីនេះដែលទៅផុសហ្នឹងរឿងគ្រូស្នេហ៍អ្នកគ្នាចាហ្នឹងគឺយើងទៅផុសថ្មីផុសម៉ោង11ហ្នឹងអ្នកគ្នាចាហ្នឹងគឺថ្មីទៀតហើយអញ្ចឹងនៅពេលដែលតួយើងត្រឡប់មកវិញយើងនឹងបន្តថតរឿងបុរាណវិញដែរអញ្ចឹងអ្នកគ្នាមិនឆ្ងល់ទេថាហេតុអីបានម្ដងផុសរឿងនេះម្ដងផុសរឿងនោះចារឿងនេះតាណារឿងនោះតាណាគឺអត់មានតាណាទេគឺនៅហ្នឹងឯងគ្រាន់តែចាំតួយើងត្រឡប់មកវិញយើងនឹងថតធម្មតាអ្នកគ្នាចាអញ្ចឹងឥឡូវអ្នកគ្នាសំណុំពរអ្នកគ្នាមើលរឿងនេះទៅផុសសិនណាអ្នកគ្នាចាមើលសិនទៅណានេះណាមួយឥឡូវវាបញ្ហាច្រើនអ្នកគ្នាតួយើងឈឺផងអ្នកខ្លះជាប់រៀនជាប់ប្រឡងអីចឹងហើយជួនកាលភ្លៀងទៀតលាកពាក្យលាកអីត្រៀមនឹងថតឲ្យភ្លៀងអញ្ចឹងពេលដែលភ្លៀងគឺយើងថតអកើតเลยអ្នកគ្នាហើយរឿងរបស់យើងត្រូវចេញនៅស្អែកឡើងបើយើងបានថតយ៉ាងនេះទេស្អែកឡើងចេញរឿងមិនកើតអញ្ចឹងវាឡែតហើយវាបញ្ហាច្រើនផងយើងព្យាយាមថតរឿងផ្សេងវាឆ្លាស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាតែយ៉ាងណាក៏ចេញរឿងឲ្យអ្នកគ្នាបានមើលដែរអញ្ចឹងសូមអ្នកទាំងអស់គ្នាមេត្តាយកយល់ថងចំណុចហ្នឹងអ្នកគ្នាចាំមិនខឹងមិនថាឬក៏អីទេចាំមើលរឿងនេះចាំមើលរឿងនោះទេអ្នកគ្នាសូមមេត្តាយកយល់ទាំងអស់គ្នាដោយសារតែពួកយើងក៏ចង់ឲ្យខករឿងអ្នកទាំងអស់គ្នាដែរអញ្ចឹងមិនសុខគិតថាតួរវល់យើងថតរឿងផ្សេងអញ្ចឹងអត់ណាច់រឿងមើលទេអញ្ចឹងនៅតែមានរឿងមើលគ្រាន់តែវាមើលទៅដដែលអញ្ចឹងអធិស្ឋានអ្នកគ្នាមែនទេអធិស្ឋានមែនទេអធិស្ឋានទុកមុនទៅអ្នកគ្នាយកយល់ហើយយើងជួយមើលរឿងដែលទៅផុសអ្នកគ្នាមើលទៅអ្នកគ្នាព្រោះរឿងចេញមកមួយគឺតែល្អមើលទាំងអស់នឹងអ្នកគ្នាអើយគ្រាន់ថាតួយើងត្រឡប់មកវិញយើងនឹងថតរឿងបន្តអ្នកគ្នាមើលអញ្ចឹងកុំខឹងណាឬអត់បាយឆ្ងាញ់តិចទៅរឿងបុរាណហ្នឹងការរៀបចំទៅគឺពិបាកតែមែនអត់យ៉ារឿងហ្នឹងគឺពិបាកដោយសារតែដូចដឹងចឹងអ្នកគ្នារឿងបុរាណគឺផ្សែងច្រើនតួថតប្លង់ផ្សារប្លង់អីគឺត្រូវរៀបតម្រាំទៅហើយអ្នកគ្នាចំណាយពេលឡើង2ម៉ោងអីនោះបានតម្រាំរៀបចំប្លង់ហើយយើងមានពេលថតតែកន្លះថ្ងៃទេហ្នឹងហើយយើងស្តាប់ពីម៉ោង1ម៉ោង5ចប់ម៉ោង5ចប់ម៉ោង1ហើយតម្រាំទៅរៀបចំហើយអ្នកគ្នាគិតមើលថាវាតម្រង់ទៅ2ម៉ោងអ្នកគ្នាម៉ោង2ម៉ោង3មិនថតនោះហើយពេលខ្លះប្លង់នៅផ្សារនោះវាក្តៅខ្លាំងទៀតអ្នកគ្នាបើថតពេលក្តៅខ្លាំងពេកហើយតួយើងថតទៅវាឈឺឬក៏អីវាចេះមួយចេះពីរចឹងអ្នកគ្នាចាអញ្ចឹងអាតួយើងមែនតើអ្នកគ្នាតែគាត់ប៉ះប្លង់ផ្សារប្លង់អីច្រើនអញ្ចឹងបើប៉ះប្លង់នោះទេអត់ស្អីទេអ្នកគ្នាថតស្មានណាគាត់អីដែរអញ្ចឹងអធិស្ឋានអ្នកគ្នាមែនតើចង់ចេញគេគឺរឿងបច្ចេកទេសនឹងរបស់ Yes អ្នកគ្នានិយាយទៅរឿងដែលពិបាកជាងគេយូរជាងគេចំណាយពេលច្រើនជាងគេគឺរឿងបុរាណហើយមកថតរៀបចំខ្លួនឲ្យភ្លៀងទៀតថតកើតបណ្ដោយព្រោះប្លង់ផ្សារនៅកណ្ដាលវាថ្ងៃចេះរបស់អ្នកគ្នាអញ្ចឹងមកមេឃភ្លៀងក៏ថតកើតទេហើយប្លង់នៅផ្ទះមានតែមួយប្លង់ទីមានតែមួយផ្ទះពីរផ្ទះនឹងអ្នកគ្នាអើយអញ្ចឹងអធិស្ឋានមែនតើ Yes អ្នកគ្នាសក្តិក្បិនផងប្រពនាំទៅបកាត់ភ្លើងកាត់ផ្សាយមុនអ្នកគ្នាចាំគេអីចឹងទៅនិយាយទៅយើងការថតភ្លៀងរត់មកផ្ទះហើយរាំងទៅរត់ទៅវិញទៅមិនស្រួលអ្នកគ្នាការប៉ិតខ្ញុំក៏ចង់ចាញ់រឿងឲ្យអ្នកគ្នាបានមើលដែរចាញ់រឿងច្រើនគឺវាបានលុយច្រើនតាមនឹងដែរហើយបើវាអត់ចាញ់ក៏តាមនឹងទៅធ្វើម៉េចយើងចង់អាជីពយើងអ្នកថតរឿងអញ្ចឹងយើងចង់ថតរឿងរងថ្ងៃអ្នកគ្នាបានមើលក៏ប៉ុន្តែពេលខ្លះវាមានផលវិបាកអ្នកគ្នាបាទចាហ្នឹងហើយហ្នឹងហើយអ្នកគ្នាឥឡូវអ្នកស្អីអ្នកចង់ប្រាក់ទេអានេះបានហូបបាយផងចង់ប្រាក់ភ្លៀងទៀតហើយអ្នកគ្នាខ្ញុំរឿងបុរាណហ្នឹងគឺខ្ញុំទួល្អអ្នកគ្នាខ្ញុំទួល្អតែល្អចេញមកភ្លើល្ងងប្រោយចេញល្អថ្ងៃដំបូងគេបោកប្រោយអ្នកគ្នាអញ្ចឹងមកន័យថារឿងហ្នឹងគឺអត់បានជេរខ្ញុំទេប៉ុន្តែរឿងគ្រូស្នេហ៍នេះអាចនឹងប្លង់ជេរខ្ញុំខ្លះដែរបែបម៉ែហ្នឹងរឿងបែកបាក់កូនទេរឿងគ្រូស្នេហ៍ខ្ញុំមើលមិនថាចង់ពិតដែរចាដោយសារតែមានប្លង់និយាយទៅស្ដេចខុសឈាមគ្នាដែរនឹងប្លង់ជេរប្លង់អាខ្នាញ់គ្នាចង់ឡើងដែរមួយម៉ែឃើញកូនភាសាអញ្ចឹងអ្នកគ្នាចាក្នុងរឿងសាច់រឿងគ្រូស្នេហ៍ប៉ុន្តែអាសាច់រឿងឆ្ងាញ់ហ្នឹងរឿងម៉ែឃើញកូនភាសាហ្នឹងឯងអ្នកគ្នាហើយបើតួខាងនេះវិញប្តីខ្ញុំទៀតឯអ្នកគ្នានិយាយទៅបានភាកនេះប្តីគ្នារហូតប្តីប្រពន្ធគ្នាបដ ாய் គូនឹងបដ ாய் តែរឿងបុរាណខាងនេះរៀងអាបាសាយបន្តិចពីលបន្តិចមែនតើចង់សួរចំណាប់អារម្មណ៍ក្នុងរឿងហ្នឹងមានអារម្មណ៍អីដែរចាញ់បន្តិចហ្នឹងអស់ហើយអត់មែនតើមែនរឿងបុរាណចាញ់បន្តិចហ្នឹងហើយវាតែមានប្លង់តទៀតតែអត់មែនអត់មើលតែតួយាយគួរឲ្យស្រឡាញ់ទៅបីជាតួអាក្រក់អត់យាយធ្វើល្អបានចាញ់អាក្រក់គ្រប់រឿងចាញ់ល្អមួយរឿងសតបដ ாய் ណាគ្នាសតហ្មងដូចគេហៅថាពាក្យដែលគេកំពុងនិយាយធ្វើល្អបានបាទចង់ក្រោយសូមអរគុណដល់អ្នកអរគ្នាបាទដែលបានជួយគ្រប់គ្រងរឿងរបស់យើង
hay là bên này đấy cứ dân mèo pan năng đấy làm mèo kia tha រោភ្លៀង ពួក ទៀត យើងគឺហេបាយហើយ ចាមេទាំងរោភ្លៀងទៀតណាតោះមកដល់ម៉ោងថតអ្នកគ្នានេះយើងទៅថតចប់ពេលព្រឹកហើយគឺយើងស្រាក់បាយ1ម៉ោងយើងថតបន្តទៀតអញ្ចឹងអាម៉ោងពេលស្រាក់ហ្នឹងគឺនិយាយទៅការពិវត្តដល់ងាយចឹងអ្នកគ្នា ទៅគ្នាយើងមានអ្នកខ្លះរៀនមានអ្នកខ្លះរៀនអញ្ចឹង អញ្ចឹងអ្នករៀនក៏ថតពេលថ្ងៃអញ្ចឹងតែអ្នកអត់រៀន រៀនក៏រៀនពេលព្រឹកហើយក៏ចាញ់រៀនក៏មកថតអញ្ចឹងណា អញ្ចឹងអ្នករៀន ចាប់ដល់មកដល់ស្លៀកពាក់ទៀតវាយូរហ្នឹងណា អញ្ចឹងមានពេលស្រាក់1ម៉ោងពូពៀនឧបសគ្គណាស់អើយមកពេញមកតែកណ្ដាលផ្លូវឲ្យភ្លៀងមកនាំគ្នាច្រកអីចឹងទៅចេញពីច្រកមកតទៅ តែខ្លះអាលឹមក៏ទ្រាំថតដែរបាំងតែកាមេរ៉ាតែ យក ឆាប់ អាវមកថតរឿងថ្មីទៀតអ្នកគ្នាអត់ជិះចោះជិះឡើងមិនស្រួលណាអ្នកគ្នា ដល់លបាមរឿងវេទនាខ្លាំងតែ ឆ្ងាយពីក្រុងមកនេះ11គីឡូអ្នកគ្នាចា11គីឡូ ហើយយើងមុននឹងបានចាញ់រឿងទៅឆ្លងកាត់ចែកកទេសកាត់អីទៀតជួនកាត់ដាច់ភ្លើងដែរអីទៀតយ៉ៃទៅអូយអបស័កច្រើនហ្មងត្រង់តបានរឿង គេថាជីវិតអ្នកថតស្រួលស្រួលដូចកាត់ទេតោះឥឡូវអ្នកគ្នាអញ្ចឹងក៏សូមអរគុណអ្នកគ្នាអញ្ចឹងបើសិនជារឿងចាញ់ខុសរឿងឬក៏រឿងឡែតអីអ្នកគ្នាគឺសូមអធិស្ឋានទុកមុនតែសង្ឃឹមថាអ្នកគ្នានឹងយកយល់ពួកខ្ញុំទាំងអស់គ្នាណាហើយកុំភ្លេចចូលមើលរឿងពួកយើងឲ្យបានច្រើនហើយ subscribe ឲ្យ YouTube ហើយនឹង like page ឲ្យបានច្រើនផងអ្នកគ្នាដើម្បីពួកខ្ញុំមានកម្លាំងចិត្តថតអ្នកគ្នាមើលទៅបីព្រាមអ្នកខ្ញុំទៅថតឲ្យអ្នកគ្នាមើលដែរ បាទអញ្ចឹងអរគុណអ្នកគ្នាច្រើនមែនតើសម្រាប់ការទស្សនារបស់យើងកន្លងមកពួកយើងនឹងខិតខំធ្វើរឿងដែលល្អៗមើលឲ្យអ្នកគ្នាមើលទៀតបាទអរគុណច្រើនជម្រាបលាបាយបាយ